bạn chẳngថ្ងៃនេះយើងនឹងរៀនអំពី limit ដែលជាកម្រិតដំបូងបំផុតសម្រាប់សិស្សដែលមិនទាន់ចេះសោះអញ្ចឹងអាចចាប់ផ្ដើមរៀនជាមួយនឹងលោកគ្រូបានទាំងអស់គ្នាអញ្ចឹងយើងមើលលំហាត់ខ្ទង់កយើងមាន limit x ខិតជិត2នៃ x បូក3បាទអញ្ចឹង limit នេះអត់មានអីពិបាកទេគឺជា limit ដែលមានរៀងកំណត់ធម្មតាទេដែលយើងគ្រាន់តែជួសតម្លៃ x ចូលទៅវានឹងចេញចម្លើយមកតែម្ដងបាទអញ្ចឹងយើងមើល limit យើង x ខិតជិត2អញ្ចឹងយើងជួសកន្លែងណាមាន x ជួសដល់លេខ2ទៅអញ្ចឹងបានទៅជាគេ2បូក3អញ្ចឹង2បូក3ស្មើ5បាទអញ្ចឹង limit យើងមានតម្លៃស្មើ5ឥឡូវយើងមើលខ្ទង់ខ limit x ខិតជិតដក1នៃ 2x ការ៉េបូក x បូក1បាទអញ្ចឹង limit នេះវាមានរាងកំណត់ធម្មតាដែរអញ្ចឹងយើងជួសតម្លៃ x របស់យើងដោយដក1ទៅនេះដោយសារតែ x យើងខិតជិតដក1អញ្ចឹងកន្លែងណាមាន x យើងជួសដោយដក1មកអញ្ចឹងយើងស្មើនឹង2គុណឲ្យដក1លើកជាការ៉េបាទអញ្ចឹងនេះ x យើងជួសដោយដក1មកបានទៅជាដក1ការ៉េបូកដក1បូក1បាទអញ្ចឹងយើងគណនាលេខមក1ការ៉េ1ដក1ការ៉េ1អញ្ចឹងគុណនឹង2ទៅបាន2នេះដក1បូក1អស់ហើយអញ្ចឹងសល់12បាទអញ្ចឹង limit យើងស្មើនឹង2បាទអញ្ចឹងយើងចូលមកដល់ខ្ទង់កយើងមើល limit យើង x ខិតជិត3នៃ 2x ដក1នៅលើ x ការ៉េដក2បាទអញ្ចឹង limit មានទម្រង់ជាប្រភេទបែបនេះអញ្ចឹងយើងត្រូវពិនិត្យមើលរាងវាសិនថាតើវាមានរាងកំណត់ឬក៏មិនកំណត់រាងកំណត់មានន័យថាម៉េចមានន័យថាយើងគ្រាន់តែជួសតម្លៃ x ចូលទៅវានឹងចេញចម្លើយតែម្ដងហ្នឹងបើវារាងកំណត់ដូចលំហាត់កហើយនឹងខខាងលើនេះអញ្ចឹងប៉ុន្តែបើវាមានរាងមិនកំណត់មានន័យថាជួសទៅយើងឃើញ0នឹងភាគយកទាំងភាគបែកអាហ្នឹងគេហៅថាមានរាងមិនកំណត់0លើ0ហើយអញ្ចឹងយើងមើលយើងសាកជួសតម្លៃ x របស់យើងចូលទៅអញ្ចឹង limit x ខិតជិត3អញ្ចឹងយើងជួសកន្លែងណាមាន x ជួសដល់លេខ3មកអញ្ចឹងបានទៅជា2គុណនឹង3បាទកន្លែងនេះមាន x ជាង2គុណ3ដក1នៅលើ x ការ៉េចឹង x ការ៉េទៅជា3ការ៉េដក12បាទអញ្ចឹងយើងគណនាលេខមកជាង6ដក1នៅលើ3ការ៉េ9ដក2អញ្ចឹងគណនាលេខទៅឃើញ5លើ7បាទអញ្ចឹង limit នេះវាមានរាងកំណត់ធម្មតាទេមូលហេតុដោយសារតែយើងគ្រាន់តែជួសតម្លៃ x ចូលទៅវាចេញចម្លើយមកបាទឥឡូវយើងមើលខ្ទង់ខវិញ limit x ខិតជិត0នៃ 2x នៅលើ x ការ៉េបូក1បាទអញ្ចឹងអានេះយើងសាកគណនាលេខទៅជួស x ដល់លេខ0ទៅកន្លែងហ្នឹងនៅពេលដែល x ខិតជិតប្រមាណគឺយើងជួសកន្លែងមាន x ដល់លេខប៉ុណ្ណឹងបាទអញ្ចឹងបានទៅជា2គុណនឹង0នៅលើ0ការ៉េបូក1អញ្ចឹង2គុណ0គឺ0អញ្ចឹង0លើ1បាទអញ្ចឹង0លើលេខចេញមកគឺ0អញ្ចឹងចំណាំទាំងអស់គ្នាឲ្យតែ0នៅលើលេខគឺចេញមក0ហើយលើកលែងតែ0នៅលើ0អាហ្នឹងមានរាងមិនកំណត់ហើយបាទអញ្ចឹងយើងមើលខ្ទង់ងវិញខ្ទង់ងអញ្ចឹងយើងសាកជួសលេខចូលទៅអញ្ចឹង limit x ខិតជិត3នៃ x ការ៉េដក9នៅលើ x ដក3បាទអញ្ចឹងយើងជួស x ដោយលេខ3ចូលទៅបានទៅជាគេ3ការ៉េដក9អញ្ចឹង3ការ៉េ9 9ដក9 0ណាបាទហើយនេះ3 x យើងដែលជួស x ដែលលេខ3ទៅអញ្ចឹងបានទៅជា3 3ដក3 0អញ្ចឹងមានន័យថាវាមានរាងមិនកំណត់0លើ0ហើយព្រោះជួសទៅវាឃើញ0ទាំងភាគយកទាំងភាគបែងអញ្ចឹងអាហ្នឹងមានរាងមិនកំណត់0លើ0អញ្ចឹងយើងទៅសេបញ្ជាក់ប្រាប់គេមករាង0លើ0បាទអញ្ចឹងបើមានរាង0លើ0អញ្ចឹងយើងត្រូវសម្រួលកតា x ដក3ចោលហើយបាទអញ្ចឹង limit របស់យើងស្មើ limit x ខិតជិត3នៃអញ្ចឹងយើងមើលអានេះបន្តិចអានេះ x ការ៉េដក9អញ្ចឹង9នេះយើងអាចសរសេរបាន3ការ៉េណានេះ9នេះអាចសរសេរបានថា3ការ៉េនេះ3ការ៉េអញ្ចឹងយើងចូលរូបមន្តណា a ការ៉េដក3ការ៉េអញ្ចឹងស្មើគេមិនស្មើ a ដក3គេតែ a បូក3អញ្ចឹងយើងអាចសរសេរបានដូចជាគេ x ដក3គេតែ x បូក3នេះ a ដក3គេតែ a បូក3នេះ a យើង a ការ៉េ3ការ៉េបាទអញ្ចឹងនៅលើ x ដក3ដដែលបាទអញ្ចឹងយើងឃើញថា x ដក3 x ដក3នេះដូចគ្នានេះអញ្ចឹងយើងអាចសម្រួលវាចោលបានណាអញ្ចឹង limit យើងនៅសល់
limit x គិតជិត3នៃ x បូក3បាទអញ្ចឹងយើងជួសតម្លៃលេខមកវារៀងកំណត់ធម្មតាយើងជួស x ដែលលេខ3មកនេះអញ្ចឹងបានទៅជា3បូក3បាទអញ្ចឹង3បូក3ស្មើប្រមាណ6បាទអញ្ចឹង limit យើងស្មើនឹង6បាទអញ្ចឹងលំហាត់យើងមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយ